준비하고 나 맡은 일 충성 Your kingdom come យូរណាស់មកហើយមានភូមិតូចមួយនៅក្នុងស្រុកណាសារ៉េតដែលគេបានហៅថាភូមិបេតលេហឹមនៅក្នុងភូមិនោះដែរមានស្ត្រីព្រហ្មចារីយ៍ម្នាក់ឈ្មោះម៉ារីនាងបានភ្ជាប់ពាក្យជាមួយនឹងជាងឈើម្នាក់ដែលជាមនុស្សសុចរិតគាត់មានឈ្មោះថាយូសែបនៅក្នុងពេលនោះប្រជាជនអ៊ីស្រាអែលរស់នៅក្រោមការគ្រប់គ្រងរបស់ព្រះបាទហេរ៉ូតប្រជាជនអ៊ីស្រាអែលរងនៅភាពឈឺចាប់ជាខ្លាំងប៉ុន្តែពួកគេនៅតែមានជំនឿជឿលើព្រះជាម្ចាស់ដែលទ្រង់បានសន្យាក្នុងរយៈពេលជាយូរមកហើយនៅថ្ងៃណាមួយនឹងមានទារកចាប់កំណត់ឡើងហើយទារកនោះនឹងរំដោះយើងឲ្យមានសេរីភាពទ្រង់នឹងយាងមកសង្គ្រោះពួកយើងក្នុងរាត្រីមួយដែលនាងម៉ារីកំពុងតែគេងលក់ទេវតាកាព្រីយ៉ែលបានលេចឡើងមកនៅចំពោះមុខនាងម៉ារីកុំខ្លាចអីព្រះបានប្រទានពរដល់អ្នកហើយទ្រង់ពិតជាសប្បុរសណាស់ទៅកាន់អ្នកនឹងមានគភ៌ដោយព្រះវិញ្ញាណបរិសុទ្ធហើយប្រសូតបានបុត្រាមួយអ្នកត្រូវថ្វាយព្រះនាមបុត្រានោះថាយេស៊ូព្រះនឹងប្រទានឲ្យទ្រង់គ្រងរាជបល្ល័ង្ករបស់ព្រះបាទដាវីតរហូតតទៅខ្ញុំមិនទាន់រៀបការផងតើឲ្យខ្ញុំមានបុត្រដូចម្ដេចទៅទារកនេះមិនមែនកើតឡើងដោយចំណង់នៃមនុស្សទេប៉ុន្តែកើតឡើងដោយអំណាចជាស្ដាររបស់ព្រះជាម្ចាស់វិញទ្រង់នឹងក្លាយទៅជាបុត្ររបស់ព្រះជាម្ចាស់ម៉ារីពិតជាមានភាពភ័យខ្លាចប៉ុន្តែនាងមានភាពជឿជាក់និងស្ដាប់បង្គាប់ព្រះជាម្ចាស់ខ្ញុំគឺជាអ្នកបម្រើទ្រង់ដូច្នេះសូមឲ្យសម្រេចតាមបំណងព្រះハរតីរបស់ទ្រង់ចុះនៅពេលនោះវាពិតជាគួរឲ្យភ័យខ្លាចខ្លាំងណាស់ព្រោះស្ត្រីម្នាក់មានផ្ទៃពោះដោយពុំទាន់បានរៀបការនាងអាចនឹងត្រូវគេចោលនឹងដុំថ្មរហូតដល់ស្លាប់ព្រោះវាគឺជាច្បាប់ម្យ៉ាងទៀតនាងត្រូវប្រឈមមុខជាមួយយូសែបដែលត្រូវជាគូដណ្ដឹងរបស់នាងគាត់អាចនឹងបោះបង់ចោលដោយមិនរៀបការជាមួយនាងទោះបីត្រូវជួបនឹងភាពភ័យខ្លាចដូចនេះក៏ដោយប៉ុន្តែម៉ារីនាងបានជឿជាក់ចំពោះព្រះជាម្ចាស់និងស្ដាប់បង្គាប់ទ្រង់ព្រមទាំងអរព្រះគុណនិងសរសើរដំកើងទ្រង់តើរឿងនេះអាចកើតឡើងយ៉ាងដូចម្ដេចទៅតើទៅរៀបការយ៉ាងដូចម្ដេចតើនាងអាចនឹងមានគភ៌យ៉ាងដូចម្ដេចទៅបើនាងមិនទាន់នឹងរៀបការជាមួយខ្ញុំផងនោះវាពិតជាមានការឈឺចាប់យ៉ាងខ្លាំងយូសែបគឺជាអ្នកដែលបានភ្ជាប់ពាក្យនិងត្រៀមនឹងរៀបការជាមួយម៉ារីគាត់គឺជាមនុស្សល្អហើយសុចរិតម្នាក់ប៉ុន្តែដំណឹងដែលថាម៉ារីមានគភ៌គឺជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលណាស់សម្រាប់គាត់យូសែបបានសម្រេចចិត្តថាគាត់មិនរៀបការជាមួយនឹងម៉ារីទេប៉ុន្តែនៅថ្ងៃបន្ទាប់ទេវតាបានលេចមកឯគាត់នៅក្នុងសុបិនថាយូសែបជាពូជរបស់ដាវីតអើយកុំខ្លាចនឹងយកនាងម៉ារីធ្វើជាប្រពន្ធឡើយបិទបុត្រដែលបានចាប់កំណើតនៅក្នុងផ្ទៃរបស់នាងកើតចេញពីព្រះវិញ្ញាណបរិសុទ្ធទេនាងនឹងប្រសូតបានបុត្រាមួយហើយអ្នកត្រូវថ្វាយព្រះនាមបុត្រានោះថាយេស៊ូពីព្រោះទ្រង់នឹងសង្គ្រោះរាជទ្រង់ឲ្យរួចពីបាបខ្ញុំយល់ហើយបន្ទាប់ពីយូសែបបានស្ដាប់ពាក្យរបស់ទេវតាមានបន្ទូលរួចហើយគាត់ក៏បានរៀបការជាមួយនាងម៉ារីដូចជាអ្វីដែលគាត់បានសន្យាប៉ុន្មានខែក្រោយមកយូសែបបាននាំម៉ារីដែលកំពុងមានគភ៌ធ្វើដំណើរទៅឯស្រុកកំណើតគឺនៅភូមិបេតលេហឹមពីព្រោះព្រះចៅក្រុងរ៉ូមបានបញ្ជាឲ្យមនុស្សគ្រប់គ្នាបានត្រឡប់ទៅឯស្រុកកំណើតរបស់ពួកគេរៀងៗខ្លួនដើម្បីធ្វើការជំរឿនការធ្វើដំណើររបស់ពួកគេមានភាពយឺតយ៉ាវដូច្នេះម៉ារីនិងយូសែបពួកគេមិនអាចរកកន្លែងសម្រាប់ស្នាក់នៅបានទេពីព្រោះនៅទីនោះមានមនុស្សច្រើនកុះករខ្លាំងណាស់តើអ្នកមានបន្ទប់ទំនេរទេប្រពន្ធរបស់ខ្ញុំចិត្តសម្រាលហើយខ្ញុំសុំតែបន្ទប់តូចមួយក៏បានអ្នកទាំងពីរមិនអាចរកកន្លែងសម្រាប់ស្នាក់នៅយប់នោះបានទេនៅចុងក្រោយពួកគេក៏បានសម្រាកនៅកន្លែងដែលពួកគេអាចរកបាននោះគឺនៅក្នុងក្រោលសេះនៅវេលាយប់នោះយេស៊ូក៏បានចាប់កំណើត
ទ្រង់គឺជាព្រះគ្រីស្ទជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ទ្រង់នឹងសង្គ្រោះរាស្ត្រទ្រង់ឲ្យរួចពីបាប